គ្រាន់តែលើពាក្យថាខ្លោងទ្វារខ្មោចគឺមានបងប្អូនមួយចំនួនធំគឺខ្លាចរអាមិនហ៊ានមកទស្សនាទេបើសិនបើបងប្អូនដឹងពីប្រវត្តិនៅខ្លោងទ្វារមួយនេះគឺបងប្អូនច្បាស់ជាចង់មកទស្សនាលេងកម្សាន្តនៅទីតាំងនេះហើយជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីជាមួយខ្ញុំមនិតក្រោមប្រធានបទទេសចរបែបប្រវត្តិសាស្ត្រឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅខ្លោងទ្វារខ្មោចបងប្អូនចង់ដឹងអត់ហេតុអីបានជាគេហៅថាខ្លោងទ្វារខ្មោចហើយចង់ដឹងថាខ្លោងទ្វារខ្មោចនេះត្រូវបានកសាងឡើងនៅក្នុងសតវត្សណានិងស្ដេចអង្គណាក៏ដូចជាមានប្រវត្តិបែបណាកុំភ្លេចតាមដានវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាតោះបងប្អូនគ្រាន់តែលើពាក្យថាខ្លោងទ្វារខ្មោចគឺមានបងប្អូនមួយចំនួនធំគឺខ្លាចរអាមិនហ៊ានមកទស្សនាទេបើសិនបើបងប្អូនដឹងពីប្រវត្តិនៅខ្លោងទ្វារមួយនេះគឺបងប្អូនច្បាស់ជាចង់មកទស្សនាលេងកម្សាន្តនៅទីតាំងនេះហើយអញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកឡើងអំពីខ្លោងទ្វារខ្មោចដែលជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារ5ទៀតដែលស្ថិតនៅក្នុងរាជធានីអង្គរធំបើយើងនិយាយអំពីខ្លោងទ្វារនៅក្នុងរាជធានីអង្គរធំនៃតំបន់អង្គរសរុបគឺមានចំនួន5មានខ្លោងទ្វារជ័យស្ថិតនៅទិសខាងកើតខ្លោងទ្វារខ្មោចនេះស្ថិតនៅទិសខាងកើតខ្លោងទ្វារទន្លេអ៊ំស្ថិតនៅទិសខាងត្បូងខ្លោងទ្វារតាកែវស្ថិតនៅទិសខាងលិចនិងខ្លោងទ្វារដីឆ្នាស់ស្ថិតនៅទិសខាងជើងបើយើងនិយាយអំពីប្រវត្តិនៃខ្លោងទ្វារខ្មោចគឺជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារ2ទៀតនៅទិសខាងកើតរបស់ក្រុងអង្គរធំដែលត្រូវបានកសាងឡើងនៅក្នុងសតវត្សទី12ដោយព្រះបាទជ័យវរ្ម័នទី7ដែលរាជធានីនេះគ្របដណ្ដប់លើផ្ទៃដីទំហំ9គីឡូម៉ែត្រមានបូជនីយដ្ឋានប្រាសាទបុរាណជាច្រើនដែលបន្សល់ទុកដល់សព្វថ្ងៃនៅពេលដែលបងប្អូនធ្វើដំណើរតាមច្រកទន្លេអ៊ំនៃទិសខាងត្បូងមកត្រង់ដល់ប្រាសាទបាយ័នបត់ស្ដាំទៅដល់ខាងកើតនៃប្រាសាទបាយ័នឆ្ពោះទៅទិសខាងកើតបងប្អូននឹងឃើញផ្លូវដ៏រដិករដប់មួយដែលមានព្រៃព័ទ្ធជុំវិញបងប្អូនអាចធ្វើដំណើរតាមផ្លូវនេះមកត្រង់រហូតមកគឺនឹងដល់ខ្លោងទ្វារខ្មោចហើយអ្វីត្បិតតែខ្លោងទ្វារមួយនេះមានឈ្មោះថាខ្លោងទ្វារខ្មោចក៏ពិតមែនប៉ុន្តែធាតុពិតគឺមិនមានភ្នូរខ្មោចឬក៏ចែកដីនោះទេឈ្មោះនេះគឺប្រហែលជាអាចធ្វើឲ្យបងប្អូនខ្លាចនិងមិនហ៊ានមកទស្សនានៅទីនេះប៉ុន្តែភាពស្រស់ស្អាតនៃខ្លោងទ្វារខ្មោចនេះគឺមិនចាញ់ខ្លោងទ្វារដទៃទៀតឡើយនៅក្នុងតំបន់រាជធានីអង្គរធំនេះបានជាគេដាក់ឈ្មោះថាខ្លោងទ្វារខ្មោចក៏ព្រោះតែខ្លោងទ្វារមួយនេះគឺជាច្រកសម្រាប់ដង្ហែសពរបស់អ្នករស់នៅខាងក្នុងទៅបូជាចោលនៅក្នុងស្ទឹងនាសម័យនោះអមសងខាងច្រកចូលខ្លោងទ្វារខ្មោចទាំងខាងក្នុងនិងក្រៅគឺមានចម្លាក់ដំរីក្បាល3ដែលមានទេវរូបគង់ពីលើហើយប្រម៉ោយមានផ្កាឈូកជាច្រើនហាក់បីដូចជាដង្ហែត្រៀមថ្វាយពិធីអ្វីមួយអញ្ចឹងកំពូលខ្លោងទ្វារនេះគឺមានព្រះភ័ក្ត្ររបស់ព្រះពោធិសត្វលោកេស្វរៈដែលមាន4សន្ធឹងទៅទិសទាំង4ទិសខាងលិចទិសខាងកើតទិសខាងជើងនិងទិសខាងត្បូងទិសខាងកើតគឺជាប់ទៅនឹងខ្លោងទ្វារមួយនេះមានតួប៉ម2អមសងខាងច្រកចូលក្នុងរាជធានីអង្គរធំប្រហែលជាទីកន្លែងសម្រាប់ពលសេនាយាមនាសម័យនោះហើយមើលទៅខាងកើតខ្លោងទ្វារនេះប្រហែល50ម៉ែត្រគឺមានស្ទឹងមួយដែលនៅរដូវវស្សាគឺមានទឹកហូររឹមត្រជាក់គួរឲ្យចង់ទៅលេងមែនតើបងប្អូនត្បិតតែនិយាយអំពីឈ្មោះថាខ្លោងទ្វារខ្មោចគួរឲ្យព្រឺព្រួចប៉ុន្តែបើសិនជាបងប្អូនបានមកទស្សនាផ្ទាល់នឹងលងនឹងសម្រស់ធម្មជាតិនៅទីនេះជាមួយនឹងដើមឈើដែលដុះអមសងខាងផ្លូវចូលគឺធ្វើឲ្យអាកាសធាតុត្រជាក់ស្រួលហើយនឹងអារម្មណ៍ស្រស់ស្រាយមែនតើហើយបច្ចុប្បន្ននេះយើងឃើញថាមានភ្ញៀវទេសចរទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិមកទស្សនាយ៉ាងច្រើនកកដែលធ្វើឲ្យទីតាំងនេះគឺលែងស្ងប់ស្ងាត់ដូចមុនហើយណាមួយក៏ព្រោះតែថ្មីនេះគឺនៅទីតាំងខ្លោងទ្វារខ្មោចគឺល្បីរូបចម្លាក់ដែលមានស្លាយដុះពីលើទើបធ្វើឲ្យខ្លោងទ្វារមួយនេះមានភាពអ៊ូអរនិងមានភ្ញៀវទស្សនាមកលេងជាហូរហែដូចជាកន្លែងផ្សេងក៏ដូចជាតំបន់ទេសចរនៅក្នុងតំបន់អង្គរផងដែរឥឡូវនេះវីដេអូរបស់ខ្ញុំគឺឈានដល់ទីបញ្ចប់ហើយបើសិនជាបងប្អូនចូលចិត្តនៅវីដេអូមួយនេះសូមកុំភ្លេចជួយចែករំលែកវីដេអូមួយនេះផងហើយក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតមានឡើងទាំងចេតនានិងអចេតនាជម្រាបលាជួបគ្នានៅវីដេអូក្រោយ